ថ្ងៃអង្គារខ្ញុំសម្រាប់នៅផ្ទះហើយបើសិនជាបងប្អូនមានបំណងចង់កាត់សក់បងប្អូនអាចទំនាក់ទំនងមកខ្ញុំបានបាទហើយបងប្អូនអាចធ្វើការ booking តាមរយៈលេខទូរស័ព្ទឬមួយក៏ Messenger បាទបងប្អូនអាចធ្វើការ booking បានអញ្ចឹងថ្ងៃច័ន្ទនិងថ្ងៃអង្គារគឺជាថ្ងៃសម្រាប់របស់ខ្ញុំអញ្ចឹងទេខ្ញុំសូមធ្វើវីដេអូខ្លីមួយដើម្បីឲ្យបងប្អូនបានឃើញពីបរិយាកាសមុខផ្ទះរបស់ខ្ញុំបាទហើយខ្ញុំចង់ប្រាប់ថានេះជាឡានដែលខ្ញុំផ្លាស់ប្ដូរលក់ឡាន Lexus ដែលមានតម្លៃថ្លៃលក់ចោលដើម្បីយកលុយមកធ្វើបាទហាងកាត់សក់មានមិត្តភ័ក្តិខ្លះក៏សរសើរថាអ្វីដែលយើងបានគិតគឺគិតត្រូវមានមិត្តភ័ក្តិខ្លះទៀតក៏មានអារម្មណ៍អត់ល្អប៉ុន្តែខ្ញុំរីករាយទាំងសងខាងខ្ញុំសប្បាយចិត្តប៉ុន្តែឥឡូវមានតែភាពរីករាយពីអារម្មណ៍របស់ពួកគាត់សរសើរថាធ្វើត្រូវគិតត្រូវអញ្ចឹងទេខ្ញុំនឹងទិញឡានថ្មីនៅថ្ងៃណាក៏បានដែរនៅពេលដែលខ្ញុំបង្កើតលុយចេញពីរោងកាត់សក់របស់ខ្ញុំអញ្ចឹងទេអ្វីដែលខ្ញុំចង់ផ្ដាំផ្ញើបងប្អូនគឺថែរក្សាសុខភាពឲ្យបានល្អទេវតាឆ្នាំថ្មីតាមថែរក្សាពុកម៉ែបងប្អូន